រងថ្ងៃនេះខ្ញុំនឹងមកប្រាប់ពី3 technique ញីៗដែលយើងអនុវត្តជាប្រចាំថ្ងៃបានដើម្បីរក្សាទម្ងន់របស់យើងនឹងឲ្យនៅថេរឬក៏រាងរបស់យើងនឹងគឺនៅតែ swell slim ស្អាតតែម្ដងទី1ហ្នឹងគឺមានផែនការគេងឲ្យបានច្បាស់លាស់ផែនការញ៉ាំឲ្យបានច្បាស់លាស់ទាំងការញ៉ាំពេលព្រឹកពេលថ្ងៃជាមួយនឹងពេលល្ងាចហើយទី2ហ្នឹងគឺយើងអាចញ៉ាំអាហារឲ្យបានទៀងទាត់ទៅតាមពេលវេលាដែលយើងកំណត់មានន័យថាពេលព្រឹកយើងគួរញ៉ាំអាហារប្រភេទអីពេលថ្ងៃយើងគួរញ៉ាំអាហារប្រភេទអីដែលរាងកាយរបស់យើងត្រូវការហើយពេលល្ងាចយើងគួរញ៉ាំអាហារប្រភេទអីអញ្ចឹងសម្រាប់ប្រភេទអាហារយើងញ៉ាំបរិមាណដែលសមល្មមខ្លាំងមែនទែនទៅតាមរាងកាយរបស់យើងម្នាក់ៗត្រូវការដែលបរិមាណដែលយើងញ៉ាំហ្នឹងក៏វាទៅតាមរសជាតិនៃអាហារដែលមានន័យថាបើសិនជាអាហារហ្នឹងមានរសជាតិរាងស្រាលយើងអាចញ៉ាំឲ្យរៀងឆ្អែតបានតែបើសិនជាអាហារហ្នឹងមានរសជាតិរៀងដិតខ្លាំងឬក៏ផ្អែមខ្លាំងគឺយើងញ៉ាំតិចតួចទេអញ្ចឹងសម្រាប់ការញ៉ាំជៀសវាងការញ៉ាំឆ្អែតជ្រុលជាមួយនឹងការញ៉ាំទាល់តែហល់អញ្ចឹងបើសិនជាយើងញ៉ាំឆ្អែតជ្រុលឬក៏ដល់ហល់ហើយគឺជាអត់រួចទេពីការឡើងគីឡូវិញtechniqueទី3ហ្នឹងគឺតកតងជាមួយនឹងការហាត់ប្រាណយើងអាចហាត់ប្រាណមួយថ្ងៃ30នាទីទៅ1ម៉ោងហើយចំពោះការហាត់ប្រាណហ្នឹងយើងអាចហាត់ប្រាណនៅពេលល្ងាចឬក៏នៅពេលយប់បានចំពោះការហាត់ប្រាណនេះវាជួយធ្វើឲ្យសារពាង្គកាយរបស់យើងហ្នឹងបញ្ចេញជាតិពុលបានល្អជួយដុតជាតិខ្លាញ់របស់យើងហើយមួយទៀតជួយបំផ្លាញរាល់សារធាតុដែលយើងញ៉ាំមួយថ្ងៃពេញហ្នឹងតែម្ដងអញ្ចឹងបើសិនជាសម្រក់គីឡូបានសម្រេចហើយអត់ចង់ឲ្យឡើងគីឡូវិញអាចសាកធ្វើtechnique3នៅខាងលើនេះបាន